លើកទី1រៀនធ្វើជាមួយនឹងជ្រក់ត្រពាំងទាំងសបកម្ដងហើយបើបានញ៉ាំជាមួយនឹងត្រីអាំងចេះទៀតយីចាប់ជាតិគ្នាបានល្អម្ល៉េះហើយបើបងប្អូនចង់ឲ្យត្រពាំងនឹងឆាប់បានញ៉ាំគឺថាយកត្រពាំងនឹងចាយើងពុះវាបែបជាពីរអីទៅណាបងប្អូនចាគ្រាន់តែថានេះនឹងខ្ញុំសាកលបងធ្វើលើកទី1ទេហើយត្រពាំងនឹងបានទៅជីកនៅផ្ទះចាអ៊ំថ្ងៃមុននៅត្រោកនឹងឯងចាបានឡើងមកកច្រែងដែរហ្នឹងមិនប្រអងយូរទេនាងខ្ញុំមកដល់ផ្ទះហ្នឹងគឺថាយកត្រពាំងទាំងអស់ហ្នឹងចាទៅចាក់ដាក់កច្រែងហើយយើងធ្វើការសម្អាតវាអញ្ចឹងណាចាបងប្អូនធ្វើការកាប់វាយកអាចាស់ចោលទៅយើងទុកតែអាខ្ចីទេចាយើងកាប់ឲ្យអស់ដីអស់អីចឹងណាបងប្អូនហើយត្រពាំងហ្នឹងបងប្អូនគឺខ្ចីល្អនាងខ្ញុំកាប់តែបន្តិចចេះទេគឺថាដល់អាកន្លែងខ្ចីហ្មងអញ្ចឹងនាងខ្ញុំចិត្តតែបន្តិចអីតែអស់ដីអញ្ចឹងណាចាក្រោយពីយើងចាចិត្តគោលវាអស់អញ្ចឹងទៅយើងយកវាទៅលាងទឹកមួយទឹកពីរទឹកអីទៅដើម្បីឲ្យវាអស់ដីហើយដូចនាងខ្ញុំប្រាប់បងប្អូនអញ្ចឹងចាបងប្អូនចង់ឆាប់បានញ៉ាំបងប្អូនពុះវាជា2ជា3ចឹងទៅតែកុំបាច់ចាំឲ្យវាដាច់ពីសបកទេគ្រាន់តែពុះវាអញ្ចឹងណាបងប្អូនចាហើយការធ្វើត្រពាំងហ្នឹងរៀងយូរបន្តិចចារៀងសាំញ៉ាំបន្តិចអញ្ចឹងតើបងប្អូនព្យាយាមមើលវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងណាព្រោះដោយសារយើងធ្វើមានច្រើនដំណាក់កាលហើយការសម្អាតការអីហ្នឹងគឺវាច្រើនតង់ដែរនៅពេលដែលនេះខ្ញុំលាងវាស្អាតអញ្ចឹងទៅនេះខ្ញុំក៏ត្រៀមយកត្រពាំងហ្នឹងទៅដាក់ស្រុះគឺការស្រុះបងប្អូនមានឆ្នាំងធំមានចានដែកឬក៏ខ្ទះអីធំដាក់ទៅចានេះខ្ញុំមានតែខ្ទះគ្រាន់ធំអញ្ចឹងដាក់វាដឹងរៀបអញ្ចឹងទៅហើយយើងចាក់ទឹកអញ្ចឹងបងប្អូនហើយយើងបើកភ្លើងមកល្មមការលំងាស់ការស្ងោរវាហ្នឹងគឺដូចស្រស់អញ្ចឹងចាយើងស្រស់វាចូលចង់1ម៉ោងចាដោយសារតែត្រពាំងវាមានអាលើមានអាក្រោមវាអត់ឆ្អិនសប់អញ្ចឹងបងប្អូនអញ្ចឹងហើយនឹងខ្ញុំបើកភ្លើងរឹមឲ្យវាពុះតាមដំណាក់កាលរបស់វាទៅហើយអាសាត្រឡប់វាដែរចាយើងត្រឡប់ពីលើពីក្រោមអញ្ចឹងទៅដើម្បីឲ្យត្រពាំងហ្នឹងឃើញថាវាឆ្អិនសប់គ្នាបានល្អបងប្អូនត្រពាំងហ្នឹងបើយើងបានស្រស់យូរកាលណាល្អកាលហ្នឹងព្រោះវាហាងណាត្រពាំងអីក៏ដោយគឺវាហាងហើយអញ្ចឹងតើយើងស្រស់កាន់តែយូរគឺកាន់តែល្អហើយចាហើយយើងស្រស់វាបានចូល1ម៉ោងអញ្ចឹងនេះខ្ញុំចាប់ផ្ដើមដួសអាតូចដែលយើងដាក់ដង្រៀបពីក្រោមហ្នឹងឃើញថាវាឆ្អិនមុនអញ្ចឹងបងប្អូនចានេះខ្ញុំក៏ដួសវាយកមកដាក់ត្រាំជាមួយនឹងទឹកកកចាដើម្បីសាច់ត្រពាំងឃើញថាវាស្រួយល្អអញ្ចឹងនេះដួសបានតែប៉ុណ្្នឹងឯងហើយអាធំហ្នឹងគឺយើងនៅតែបន្តចាដាក់ស្រស់វាទៀតទៅបន្ទាប់ពីស្រស់អាធំប្រហែលកន្លះម៉ោងទៀតនេះខ្ញុំស្រង់យកមកដាក់ត្រាំទឹកកកចាទុកចោលអញ្ចឹងបងប្អូនប្រហែលកន្លះម៉ោងដែរហើយក៏ងាកមកសម្អាតជាមួយនឹងម្ទេសហើយក៏ដូចជារំដេងផងដែរចាដាក់រំដេងតិចទៅដើម្បីបង្កើនភាពឈ្ងុយបងប្អូនចាហើយម្ទេសហ្នឹងនឹងខ្ញុំលាងចាសម្អាតចឹងទៅយើងបេះវាយកតាណាល្អហើយក៏មានការបកជាមួយនឹងខ្ទឹមសហើយរំដេងហ្នឹងយើងដាក់ពី3ចំណិតចឹងទៅហើយធ្វើការបុកម្ទេសមើមខ្ទឹមសក៏ដូចជារំដេងហ្នឹងឲ្យវាបានម៉ត់ល្អចាបន្ទាប់ពីបុកម៉ត់ហើយងាកទៅមើលត្រពាំងឃើញថាដល់កន្លះម៉ោងដែលយើងបានត្រាំតកអញ្ចឹងនេះខ្ញុំយកវាមកចិត្តអាបដូរវាចោលអញ្ចឹងបងប្អូនព្រោះដោយសារខ្លាច់យកទៅដង្រៀបទៅវាដាក់អត់អស់បងប្អូនអញ្ចឹងតោះនេះខ្ញុំកាត់វាខ្លះអញ្ចឹងស្រង់ត្រពាំងដាក់កច្រៃនឹងឲ្យវាស្រស់ទឹកទៅហើយក៏មកធ្វើជាមួយនឹងទឹកជ្រក់គឺនឹងខ្ញុំដាក់ស្ករត្នោតប្រហែលជាមួយស្លាបព្រាកន្លះទេហើយបន្ទាប់មកកូរវាឡើងជើងក្រងចាកូរវាក្រហមអញ្ចឹងហើយបាទនឹងខ្ញុំចាក់ទឹកចូលចំពោះទឹកបើបងប្អូនធ្វើត្រពាំងច្រើនដាក់ច្រើនទៅចានេះខ្ញុំដាក់ឲ្យមកសមស្របជាមួយនឹងត្រពាំងអញ្ចឹងណាចាហើយឃើញថាទឹកហ្នឹងយើងដាក់ដាំឲ្យវាលាយស្ករចោលទៅយើងមកដង្រៀបត្រពាំងចូលកឡប្រអប់អីដើម្បីយើងដាក់ត្រាំធ្វើជ្រក់នឹងឯងចាហើយងាកទៅមើលទឹកស្ករហ្នឹងគឺថាលាយអស់អញ្ចឹងនេះខ្ញុំបន្ថែមទៅគឺមានអំបិលមានអំបិលស៊ុបដែរចាដាក់ដើម្បីវាឈ្ងុយបន្ទាប់មកដាក់ប៊ីចេងចាតែប៉ុណ្្នឹងទេហើយយើងកូរគ្រឿងនឹងឲ្យវារលាយហើយទុកឲ្យវាពុះទៅហើយយើងធ្វើការបិទភ្លើងទុកទឹកនឹងឲ្យវាត្រជាក់អញ្ចឹងណាបន្ទាប់ពីទឹកនឹងរៀងចុះត្រជាក់មកល្មមនេះខ្ញុំដួសអាខ្ទឹមសចាម្ទេសហើយនឹងរំដេងដែលយើងបានបុកហ្នឹងគឺថាដួសដាក់ពីលើត្រពាំងទៅហើយយើងដាក់ម្ទេសអាចសាច់ទៅលើអញ្ចឹងទៀតទៅក្របវាទៅទុកតែមួយយប់ពីរយប់ឃើញថាវាជូរបានហូបហើយបងប្អូនបើបងប្អូនចង់ឆាប់បានហូបដូចនេះខ្ញុំប្រាប់អញ្ចឹងយើងពុះវាជា2ជា3ទៅដើម្បីឲ្យគ្រឿងគឺថាឆាប់វាចូលជាតិល្អអញ្ចឹងណា